អ្នកគិតថាអង្គរវត្តគ្រាន់តែជាប្រាសាទថ្មធំប៉ុណ្ណោះមែនទេគិតឡើងវិញទីក្រុងបុរាណទាំងមូលនេះមិនបានសង់លើដីរឹងទេវាសង់លើអេប៉ុងទឹកដ៏ធំមួយកាលពីដើមបំពង់នគរអង្គរគឺជាទីក្រុងធំបំផុតក្នុងពិភពលោកដែលមានប្រជាជនរាប់លាននាក់ដើម្បីទប់ទល់នឹងថ្មទាំងអស់នោះអាណាចក្រខ្មែរបានសាងសង់ប្រព័ន្ធប្រឡាយនិងអាងស្តុកទឹកដ៏អស្ចារ្យដែលហៅថាបារាយណ៍ពួកគេមិនត្រឹមតែត្រូវការទឹកសម្រាប់ធ្វើស្រែទេពួកគេត្រូវការវាសម្រាប់វិស្វកម្មបណ្ដាញទឹកនេះគឺជាគ្រឹះរចនាសម្ព័ន្ធរបស់ទីក្រុងដែលត្រាំដីឲ្យជោគជាំដើម្បីការពារកុំឲ្យប្រាសាទថ្មដ៏មហិមាបាក់ឬលេចក្រោមទម្ងន់ខ្លួនវាសរុបមកប្រាសាទអង្គរវត្តទាំងមូលគឺអណ្ដែតលើពពុះទឹកដែលត្រូវបានរៀបចំយ៉ាងល្អឥតខ្ចោះនៅពេលដែលប្រព័ន្ធនេះបរាជ័យក្នុងសតវត្សទី15ទីក្រុងនិងអាណាចក្រក៏ចាប់ផ្ដើមរីងស្ងួតនិងបែកបាក់ដូច្នេះហើយប្រាសាទធំបំផុតរបស់ពិភពលោកគឺជាភស្តុតាងដ៏ធំបំផុតដែលថាខ្មែរដើមបានដឹងអត្តកំបាំងនៃការអណ្ដែតទីក្រុងថ្មមួយនេះ